ថ្ងៃនេះមកបង្ហាញអំពីអំពិលទឹកម្ដងទៀតបាទក្នុងវីដេអូមុនគឺបង្ហាញពីផ្កាអញ្ចឹងឥឡូវផ្លែឲ្យទុំហើយបាទខែនេះគឺខែ3ក្តៅចាស់តែម្ដងបាទទោះជាខំស្រោចទឹកមួយអាទិត្យម្ដងឬក៏3 4ថ្ងៃម្ដងក៏មើលទៅដីបែកកាហែងប៉ុន្តែអំពិលទឹកនៅតែលូតលាស់បានល្អបាទអំពិលទឹកគិតទៅគឺធន់នឹងអាកាសធាតុក្តៅមែនតើបាទនេះគឺផ្លែទុំបាទហើយរសជាតិវាទទួលយកបានបាទរសជាតិវាគឺឆ្ងាញ់បាទមិនចាត់ទេបាទអញ្ចឹងបានទុំប៉ុណ្ណេះអីហូបទៅឆ្ងាញ់បាទអញ្ចឹងនេះទុំប្រហែលនេះអីគឺរសជាតិវាឆ្ងាញ់បាទបងប្អូនដែលចូលចិត្តអំពិលទឹកដឹងហើយគឺអំពិលទឹកមិនមែនផ្អែមដូចស្វាយទុំឬក៏ល្មុតទុំឬក៏ផ្លែឈើផ្សេងទុំទេគឺមានន័យថាផ្អែមឡែមគឺគ្មានជាតិចាត់គឺទទួលយកបានហើយបាទដូចជាអំពិលទឹកខ្ញុំដាំនេះគឺប៉ុណ្នេះគឺឆ្ងាញ់ប៉ុណ្នេះបាទទទួលយកបានអញ្ចឹងសម្រាប់អំពិលទឹកនេះខ្ញុំទិញពូជមកគឺពីរពូជផ្សេងគ្នាផងដែរជាឃើញថាផ្លែមិនទាន់ធំល្អក៏អាចទទួលយកបានដែរដោយសារតែយើងអត់ទាន់ប្រើជីអីទេអញ្ចឹងឆ្នាំក្រោយអាចបន្ថែមជីបន្ថែមអីទៀតគឺអាចផ្លែនឹងឆ្លោះធំជាងនេះបាទនេះគឺជាបន្លាយទឹកគឺឃើញថានៅពាក់កណ្ដាលបន្លាយអញ្ចឹងសង្ឃឹមថានឹងអាចគ្រប់គ្រាន់រហូតដល់ខែ5ខែ6អីចុះបាទគឺយើងសាកលបងប្រើម៉ូទ័រដែលប្រើអាគុយបាទឃើញថាកម្លាំងទឹកប្រើបានគ្រាន់បាហើយប្រើបានខ្ញុំប្រើបាន4រងគឺទឹកនៅប៉ុណ្ណេះបាទមានន័យថាយើងប្រើបន្ទាប់ពីយើងបញ្ចូលអាគុយទៅយើងប្រើបូមទឹកបាន4រងគឺទឹកកម្លាំងនៅប្រហាក់ប្រហែលនេះបាទ4រងហ្នឹងគឺក្នុង1រង100ម៉ែត្របាទ100ម៉ែត្រហើយអញ្ចឹងទឹកប្រហាក់ប្រហែលនេះបាទនេះទឹកស្រោចមួយអាទិត្យឬក៏3 4ថ្ងៃម្ដងហើយនៅតែប្រេះកាហែងទៀតដីភាសាវាជាដីចាក់អញ្ចឹងយើងដីចាក់វាអត់ដូចដីដែលជាការស្រាប់ទេអញ្ចឹងវាមានការប្រេះដូចនេះអីនេះគឺបាទស្រោចមែនតើណាតែប្រេះទៅអស់ទឹកដាក់ទៅរូចូលទៅតាមអាក្រហែងហ្នឹងអស់បាទទោះយ៉ាងណាក៏អំពិលទឹកវាធន់នឹងអាកាសធាតុបាទធន់នឹងអាកាសធាតុអញ្ចឹងអត់សូវបញ្ហាទេបើសិនបើដំណាំផ្សេងវិញប្រហែលជាអាចមានបញ្ហាហើយដីបែកកាហែងយ៉ាងនេះបាទនេះក៏ផ្លែប្រហែលនេះគឺកំពុងឆ្ងាញ់ហើយបាទកំពុងឆ្ងាញ់បាទអញ្ចឹងមានដើមខ្លះគឺផ្លែល្អដើមខ្លះផ្លែអត់ទាន់ល្អទេគឺវានៅតូចស្វិតនៅឡើយទេអញ្ចឹងត្រូវការថែមជីដើម្បីបំពន់ផ្លែបាទអញ្ចឹងជីបំពន់ខ្ញុំនឹងផលិតខ្លួនឯងហើយនឹងអាចនឹងបង្ហាញជីវីដេអូតាមក្រោយបាទបើបានទុំចេះទៀតអានេះឆ្ងាញ់ហ្មងបាទដល់សារតែ2 3ថ្ងៃបានយើងមកមើលម្ដងអញ្ចឹងជួនកាលទុំសត្វវិស៊ីអស់អញ្ចឹងទៅនៅតែសបកឲ្យម្ចាស់មើលអញ្ចឹងទៅបាទដូចនេះអីគឺប្រហែលនេះគឺកំពុងឆ្ងាញ់តែម្ដងបាទគឺពូជពណ៌สีชมพูបាទពណ៌สีชมพูហ្នឹងគឺត្រូវប៉ាន់ហើយបាទហើយឆ្ងាញ់ពណ៌វាក៏ល្អបាទគឺទឹកនៅល្អនៅឡើយទេទឹកនៅច្រើនគួរសមហើយការលូតលាស់ក៏ល្អដែរបាទអញ្ចឹងផ្កាគ្រប់ដើមបាទផ្កាគ្រប់ដើមនៅផ្កានៅក្តាប់នៅផ្លែអញ្ចឹងបាទអញ្ចឹងត្រូវការថែទាំបន្ថែមប្រើជីប្រើទឹកបន្ថែមទៅគឺនៅលូតលាស់ល្អហើយបាទអញ្ចឹងនេះគឺឆ្នាំដំបូងមានន័យថាដោយសារតែដូចបង្ហាញបងប្អូននៅវីដេអូមុនអញ្ចឹងគឺយើងចាប់ដាំនៅក្នុងខែ7ខែ8អញ្ចឹងដល់ខែនេះខែ3បាទអញ្ចឹងពេលមានន័យថាបានប្រហែលជា7 8ខែមានន័យថាឆ្នាំក្រោយពីខែ11ខែ12ឡើងទៅនឹងចាប់ផ្ដើមផ្កាផ្លែទៀតអញ្ចឹងយើងអាចថែទាំ3ប្រមូលផលបដាតិចតួចបានហើយពីឆ្នាំក្រោយទៅមានន័យថាពីខែ11 12ទៅបាទ11 12ចាប់ដើមផ្កាបាទអញ្ចឹង
ផ្កាច្រើនខែដែរផ្កាផ្លែហ្នឹងគឺដូចករណីនេះអីទោះជាវានៅតូចក្តីវាចាប់ដើមផ្កាតែខែ11អញ្ចឹងខែ11 12ខែ1ខែ2ខែ3បាទនៅតែមានផ្កាមានផ្លែតទៀតអញ្ចឹងតាមមើលទៅគឺទឹកជារឿងសំខាន់បាទថែមទឹកថែមជីថែមទឹកថែមជីគឺជារឿងសំខាន់បាទបានប៉ុណ្នេះគឺផ្អែមឆ្ងាញ់តែម្ដងបាទបានពណ៌ស៊ីជម្ពូបែបនេះបាទផ្អែមឆ្ងាញ់បាទហើយគ្នាដែរគ្រប់ពូជទោះជាដំណាំអ្វីក៏ដោយពូជជារឿងសំខាន់ចឹងតលតែពេលបងប្អូនចង់ដាំតលឆែកមើលជាមួយអ្នកលក់មែនតែនបាទក្រែងពូជមិនល្អបាទតែសិនបើពូជមិនល្អគឺយើងដាំទៅខាតពេលវេលាខាតប្រកាសរបស់យើងបាទជាងការដាំទៅគឺផ្លែមកចត់អីបាទយើងត្រូវចំណាយចិត្តមួយឆ្នាំកន្លះទៅ2ឆ្នាំហើយបានផលមកហើយចត់យើងបង្ខំចិត្តកាប់ចោលជាងជាដើមបាទអញ្ចឹងគឺកត្តារើសពូជហ្នឹងគឺសំខាន់មែនតើបាទសំខាន់ណាស់យើងអាចហ្នឹងបាទបានពូជចត់មកហើយយើងទៅធ្វើឲ្យវាជាផ្អែមវិញប្រហែលជាពិបាកតែក្រែងបងប្អូនមានវិធីណាធ្វើឲ្យវាផ្អែមបន្ទាប់ពីវាចត់ហើយក៏អាចជួយប្រាប់ផងបាទតែសម្រាប់ខ្ញុំគឺខ្ញុំគិតថាយើងអាចសាកល្បងបានបើសិនបើយើងដាំប៉ះពូជចត់ហើយយើងអាចមានវិធីមួយចំនួនក៏តែមិនប្រកាសថាវាបានផលទាំងអស់ទេបាទអញ្ចឹងបានជាការរើសពូជនឹងសំខាន់មែនតើអញ្ចឹងដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងការដាំរបស់ខ្ញុំនេះគឺជាការដាំសាកល្បងមិនមែនជាអ្នកមានបទពិសោធន៍ដាំពិលទឹកនឹងទេបាទប៉ុន្តែដូចធ្លាប់ឃើញវីដេអូមុនអញ្ចឹងសម្រាប់បត្រាខ្ញុំបានដាំជាង10ឆ្នាំអញ្ចឹងដឹងរឿងអំពីបត្រាបានច្រើនគួរសមបទពិសោធន៍ធ្វើយ៉ាងណាយ៉ាងណីប៉ុន្តែសម្រាប់អំពិលទឹកនេះគឺជាលើកដំបូងក៏ជាការសាកល្បងបាទសិក្សាអំពីឯកសារនានាព្រោះនៅស្រុកខ្មែរយើងមានគេដាំប៉ុន្តែគេមិនរ៉ែរាប់ពីបច្ចេកទេសអំពីការដាំឬក៏ពូជអីទេអញ្ចឹងយើងស្វែងរកខ្លួនឯងអញ្ចឹងសម្រាប់ខ្ញុំនេះគឺពេលដែលខ្ញុំទិញគឺខ្ញុំខ្លាចប៉ះពូជមិនល្អអញ្ចឹងខ្ញុំរកទិញពីអ្នកលក់ពីកន្លែងធំបាទអញ្ចឹងខ្ញុំទិញពូជពីកន្លែងមួយអញ្ចឹងទៅប្រហែល50-60ដើមទៅកន្លែងផ្សេង50-60ដើមទៀតហើយដល់ឡែកខ្ញុំក៏សាកដូចជំរាបដែរគឺសាកបដោះគ្រាប់ហើយដាំបាទអញ្ចឹងសម្រាប់ការដែលយើងដាំដោយកគ្រាប់កូនដែលយើងបដោះគ្រាប់ហ្នឹងគឺលូតលាស់ល្អក៏ប៉ុន្តែតាំងពីខែ11ម្លេះគឺផ្កាពេញដើមចេះផ្កាពេញដើមលូតលាស់បើរឿងកម្ពស់អីគឺខ្ពស់ជាងដើមដែលយើងដាំដោយទិញពូជពីគេបងប្អូនអាចឃើញបាទគឺខាងនេះគឺសិតតែដាំដោយនេះបាទដាំដោយគ្រាប់ទាំងអស់ខ្ពស់ល្អអញ្ចឹងផ្កាក៏តែអត់ផ្លែទេអត់តន់ឃើញផ្លែទេដល់ចេញផ្កាគឺចេញផ្កាស្មើគ្នាជាមួយនឹងពូជដែលយើងទិញពីគេមកដោយឡែកវាអត់ផ្លែបាទផ្កាចោល